ខ្ញុំនិយាយអំពីចំណុចមួយសាលាដែលធ្វើឲ្យកូនយើងបកកែគឺសាលាណាដែលផ្លាស់ប្ដូរចរិតកូនយើងផ្លាស់ប្ដូរអីរបស់កូនយើងឲ្យទៅជាអ្នកបកកែសួរបកកែឆ្នោតយើងមានចាំបានពេលកូនយើងតូចគឺកូនយើងឆ្ងល់ច្រើនសួរសំណួរច្រើនប៉ុន្តែនៅពេលដែលចូលដល់សាលាព្រឹកដល់វ័យចូលសាលាគឺធំតិចអាយុ10ឆ្នាំមិន10ឆ្នាំកូនបាត់សមត្ថភាពសួរសំណួរទាំងអស់បាត់អាចចិត្តចង់សួរបាត់ការឆ្ងល់របស់យើងមានឆ្ងល់អញ្ចឹងសាលារៀនដែលល្អគឺត្រូវតែរក្សាសមត្ថភាពឆ្ងល់សមត្ថភាពសួរសមត្ថភាពបង្កើតសំណួររបស់ក្មេងៗអានោះបានសាលាល្អអញ្ចឹងខ្ញុំនិយាយទី1